ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកមុខម្ហូបថ្មីមួយទៀតដែរគឺបបរត្រកួនអានោងត្រីសាម៉ុនហើយនឹងល្ពៅចាវិធីធ្វើងាយៗដដែលទេហើយខ្ញុំមានដាក់ដុំស៊ុបដែលខ្ញុំមានងោះហើយណាចាអញ្ចឹងខ្ញុំដាក់អង្ករធម្មតាអង្ករខ្ញុំហ្នឹងគឺអង្ករសរីរាង្គឈ្ងុយហើយខ្ញុំហាន់បន្លែរៀងទូចចាហើយហាន់បន្លែហើយអស់អង្ករវារៀងរីកល្មមខ្ញុំដាក់បន្លែចូលទៅឲ្យហើយដោយសារបន្លែក៏យើងវារៀងខលាយដែរអញ្ចឹងចាអញ្ចឹងដាក់ទឹកដុំស៊ុបដាក់អង្ករដាក់ដុំស៊ុបដាក់បន្លែចូលដូចយើងហាន់ហ្នឹងមានរបៀបធ្វើយើងហាន់មួយអញ្ចឹងណាបងប្អូនចាហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនដែលបានគ្រប់គ្រងឲ្យកូនខ្ញុំគាត់ចូលចិត្តញ៉ាំបបរខ្ញុំធ្វើព្រោះទឹកស៊ុបនេះមានទឹកស៊ុបឈ្ងុយមែនតើទឹកស៊ុបយើងធ្វើមានសាច់មាន់មានសាច់ជ្រូកមានអីចឹងតែយើងយកដុំស៊ុបមកយើងដាក់ហើយយើងធ្វើនេះត្រីសាម៉ុនយើងបន្ថែមទៅវាសម្បូរ DHA ខ្លាញ់ត្រីល្អដែលជួយអភិវឌ្ឍខួរក្បាលគាត់ហើយបន្លែទាំងអស់នេះគឺជួយដល់ធម៌ពលហើយនឹងមានជាតិដែកមានជីវជាតិល្អសម្រាប់គាត់ដែលវ័យគាត់8ខែ7 ខែហ្នឹងគឺសមរម្យសម្រាប់គាត់ញ៉ាំដោយសារនេះយើងធ្វើបែបនេះស្រួលងាយស្រួលឲ្យគាត់ញ៉ាំសិនអាហារដែលយើង finger food ក៏យើងមានអាហារបែបធម៌ពលក៏មានចាអរគុណច្រើន